យើងធ្លាប់ឮតគ្នាពីជំនឿបុរាណដែលថាបើសិនជាម្ដាយបានញ៉ាំពងកង្ហានពេលទម្ងន់កូនកាត់មកនឹងឆ្លាតពូកែនិយាយការចងចាំក៏ល្អទើបម្ដាយទម្ងន់តាំងពីសម័យមុនរហូតមកដល់សម័យថ្មីនេះនាំគ្នារកទិញពងកង្ហានយកមកញ៉ាំទោះបីជាដឹងថាពងកង្ហានមានតម្លៃថ្លៃជាងពងមាន់ឬពងទាក៏ដោយព្រោះចង់ផ្ដល់អ្វីដែលល្អបំផុតដល់កូនក្នុងផ្ទៃតាមអ្វីដែលម្ដាយម្នាក់អាចធ្វើបានចា៎បងប្អូនមិនថាជំនឿនោះពិតឬអត់តែអ្វីដែលពិតបំផុតនោះគឺបេះដូងរបស់ម្ដាយដែលចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យកូនលូតលាស់ធំធាត់មកយ៉ាងរឹងមាំឆ្លាតវៃនិងមានអនាគតល្អវីដេអូក្រោយយើងនឹងមកមើលជាមួយគ្នាថាតាមហេតុផលវិទ្យាសាស្ត្រតើពងកង្ហានខុសពីពងមាន់ឬពងទាយ៉ាងណាខ្លះហើយហេតុអ្វីទើបម៉ាក់មិនចាំបាច់មានអារម្មណ៍ថាខុសឆ្គងឬស្ដាយក្រោយបើសិនជាមិនបានញ៉ាំពងកង្ហានពេលទម្ងន់ជំនឿខ្លះអាចនឹងមិនខុសឡើយតែអាចមានចម្លើយថ្មីពីវិទ្យាសាស្ត្រភាគបន្តយើងនឹងមកមើលទៀតថាតើពងកង្ហានថ្លៃជាងតែល្អជាងមែនអត់